បងទីពីកំព្រួយអីខ្ញុំច្បាស់ជាខំប្រឹងប្រែងកែប្រវត្តិសាស្ត្រនេះឲ្យបានអាពូនត្បិតតែបងបរាជ័យប៉ុន្តែបងសំវអឯងត្រូវតែសង្គ្រោះសត្វលោកនៅក្រោមមេឃនេះឲ្យបានកុំឲ្យក្រោមមេឃនេះធ្លាក់ចូលក្នុងសម័យកាលដែលឯងនិយាយនោះបងទីពីបងពិតជាមនុស្សមហិមាមែនថ្ងៃក្រោយខ្ញុំមិនអុជធូបឲ្យបងណាអុជធូបឲ្យបងទៅបងទីពីម្លាក់បាំងទេនៅសម័យកាលរបស់ខ្ញុំបងជាទេវតាទ្របនិងទេវតាសង្គ្រាមម្នាក់សិតតែគោរពបងខ្លាំងណាស់សុទ្ធតែអុជធូបឲ្យបងសូម្បីខ្ញុំក៏អុជធូបបីតសៃឲ្យបងដែរបើអញ្ចឹងបងស្លាប់មិនសោកស្ដាយទេអាពូនក្រៅមេឃពឹងពាក់លើឯងហើយបងទីពីសម្លេងធ្ងន់ពេកហើយបងទីពីឯងនៅមានចិត្តបារម្ភពីគេទៀតណ៎យល់ល្អឯងគិតពីខ្លួនឯងសិនទៅអាចក្រៃឯងនេះពេលនេះឯងនៅក្នុងគុកឆាយសាងយល់ល្អរកនឹកគិតថានិយាយពាក្យអីអាចធ្វើឲ្យខ្លួនឯងស្លាប់បានស្រួលបន្តិចមីហឹងបើដឹងថាឯងក្បត់ជាតិខົບខិនខ្មាំងយើងត្រូវតែសម្រាប់ឯងចោលមិនខានទេហេតុផលបើស្អីឆ្លាតឬត្រនំល្អឯងមិនមែនមកយល់ទេបានជាមហាឧទុកយើងមិនបានអញ្ចឹងយើងមានតែរកសัตว์ផ្សេងហើយកុំនិយាយច្រើនអាណាបងទី2យើងមិនតបគួនណាមកយកមិនតបគួនមកបងទី2លើមិនតបគួនលោកអង្គអាយុណាស់មកហើយអ្មិនក៏ធ្លាក់ខ្លួនដល់ថ្នាក់នេះនិយាយចុះបើលោកព្រមបម្រើការឲ្យយើងអាចទុកជីវិតឲ្យលោកយ៉ាងម៉េចដែរយើងស្មោះស្ម័គ្រនឹងព្រះអង្គរហូតមកមិននឹងអាចយកឆ្កែធ្វើជាគ្នារបស់យើងបានណាហើយចុះលោកមិនតបគួនធ្លាក់ខ្លួនដល់ថ្នាក់នេះទៅហើយនៅជាអាក្រក់ស្ដាប់ដល់ម្លឹងទៀតណ៎អាចធ្វើអីធ្វើអីតែស្ងៀមកុំអីមកសប្បាយជាមួយបងមកលោកមិនតបគួនពេលនេះលោកមានអារម្មណ៍យ៉ាងម៉េចដែរមីហឹងយើងនឹងសម្លាប់ឯងអាយ៉ាមើលខួរក្បាលឯងចុះអ្មិនក៏យើងណែលោកមិនតបគួនទិដ្ឋភាពល្អម្លឹងអ្មិនក៏យើងភ្លេចឲ្យលោកគួយគុណលឿនបបលមិនតបគួនមកខាងនេះឲ្យមិនតបគួនបើកភ្នែកឲ្យធំមើលទៅមើលឲ្យបានច្បាស់កុំអីអ្នកស្ងៀមទៅសប្បាយជាមួយគ្នាយ៉ាអ្នកស្ងៀមលោកម្ចាស់ស្រីអននេះលេងតែមួយផ្លែតក៏ស្លាប់បាត់គ្រូតគ្រៀតមិនក៏មិនចេះអាណិតស្រីស្អាតខ្លះធ្វើរហូតដល់គេស្លាប់អញ្ចេះចុះអូទៅក្រៅសម្រាប់ចោលច្រាមឲ្យឆ្កែស៊ីទៅបាទមីហឹងអាចរ៉ៃអីហ៊ានទេឆាប់ឡើងបងវិលមិនតបគួនមកវិញលោកមិនតបគួនយើងសួរលោកម្ដងទៀតមួយគឺលុតជង្គង់ធ្វើជាឆ្កែរបស់យើងមួយទៀតគឺស្លាប់ពួកឯងឆាប់សម្រាប់គេចោលអស់ទី2បងទី2ឯងស្រីចិត្តដល់វាឯងហើយឈប់ភ្លាមព្រះនាងនៅក្រុមរាជទូតមកពីឆ្ងាយយកល្អឆាប់ចាក់ចេញពីទីនេះទៅកុំឲ្យជាប់ភាពឧបទ្រពអីម្នាក់នេះយើងចង់យកអញ្ចឹងព្រះអង្គនិងលោកហ្វូយ៉ុងរឿងហ្នឹងមិនបាច់លោកខ្វល់ទេយ៉ាងម៉េចសម្ដីយើងមិនយកជាការទេមែនទេលែងគេទៅគ្រួសារគួរស្មោះត្រង់អង្គអាចទាំងពូជស្លាប់ទាំងវេទនាបែបនេះអ៊ូជៀនគួរខ្ញុំសុំស្បត់ត្រូវតែសងសឹកឲ្យលោកមិនតបគួនតែជាមួយខ្ញុំនាំលោកទៅមហាលាវទឹកដីសំណាងកប់ធាតុអ្នកស្មោះត្រង់ដែលត្រូវគេស្មិតរូបមន្ត្រីអាក្រក់ខ្ញុំមានរឿងត្រូវធ្វើនៅជាតិនេះពេលទៅធ្វើរួចខ្ញុំទៅនគរលាវរកនាងមកជីដនអាចចង់ធ្វើស្អីប្រាប់យូហ្វុងប្រគល់មីហឹងមកមិនចឹង
នគរឆាយសាំងនិងវិនាស អូសម្លាញ់ដោះឯងដឹកខ្លួនអ្នកណាទេនិយាយជាមួយអ្នកណា យើងនិយាយតែម្ដងទេប្រគល់មីហឹងមក មកជីឡានឯងពិតជាប្រហើនមែនជប់ភ្លាមខ្ញុំទៅជំរាបឲ្យប្រគល់មនុស្សឲ្យបទទី2ខ្ញុំសងសឹកឲ្យបងបានសម្រេចហើយឈុនអើសូមជម្រាបព្រះមេបញ្ជាឲ្យព្រះនាងចូលគាល់ជាដំណើរភ្លាម